ទៅសួរសុកទុកស្បូនតាមរយៈអ្នកគ្រូសៃពៅដាស់ប្រាប់ទៅសួរសុកទុកទៅបានដឹងថាអូអីស្បូនខ្ញុំតថ្នាក់ហ្នឹងអីខ្ញុំអត់មានទៅកើតអីសោះគ្រាន់តែឈឺចាប់ពេលមករដូវមកដល់បកាលេបថ្នាំទៅក៏បាត់លេបថ្នាំទៅក៏បាត់ក៏អត់ខ្វល់ថាខ្លួនឯងមានដុំក្នុងស្បូនដល់ធំម្លឹងការពិតអ្វីដែលអ្នកគ្រូសៃពៅប្រាប់គឺត្រឹមត្រូវមែនស្ត្រីជាទូទៅ3ខែ6ខែគេទៅសួរសុខទុក្ខមកស្បូនម្ដងគេធ្វើទ្វារមាសម្ដងជាពិសេសអ្នកមានគ្រួសារព្រោះមហារាជមាននៅច្រើនកន្លែងនៅមាត់ស្បូននៅកស្បូននៅតួស្បូននៅដៃស្បូនកសោមពងញីចាវានិយាយទៅគឺវាអាចកើតនៅគ្រប់ទីតាំងទាំងអស់ដូច្នេះបងប្អូនទាំងអស់គ្នាកុំទុករហូតដល់វាហួសពេលការសួរសុខទុក្ខស្បូនហ្នឹងកុំខ្លាចវាអត់មានអីត្រូវឈឺចាប់ទេសម័យឥឡូវនេះបងប្អូនទាំងអស់គ្នាគឺមានបច្ចេកទេសច្រើនហើយបើមើលអេកូវិញណាបើពិនិត្យទ្វារមាសអូខេយើងបើកមាត់ស្បូនមើលទៅមាត់ស្បូនយើងយ៉ាងម៉េចគ្រូពេទ្យបញ្យល់ឡើងលម្អិតចាដូចនៅ SP Clinic អីបងប្អូនអាចអញ្ជើញមកគ្រូពេទ្យគឺសិតតែស្រីទេឥឡូវបើសិនជាគ្រូពេទ្យប្រុសគឺជួបជាមួយអ្នកជំងឺបរោះតែម្ដងគ្រូពេទ្យស្រីគឺសម្រាប់អ្នកជំងឺស្ត្រីអញ្ចឹងបងប្អូនមកពិនិត្យមាត់ស្បូនមើលយ៉ាងម៉េចទ្វារមាសយើងយ៉ាងម៉េចមានការប្រែប្រួលទេវាស្ងួតខុសប្រក្រតីទេមាត់ស្បូនប្រឡាត់ទេមានដុសគីទេមានដុំក្នុងស្បូនទេចាហើយស្រាវជ្រាវមហារាជផងមើលអេកូផងទៅដើម្បីស្កេនមើលសុខទុក្ខរបស់ស្បូនយើងអញ្ចឹងបងប្អូនទាំងអស់គ្នាឲ្យជឿខ្ញុំទៅមិនចំណាយលុយច្រើនទេគឺចំណាយលុយតិចតួចមែនតែនហ្មងបើធៀបជាមួយនឹងការចំណាយប្រចាំថ្ងៃរបស់យើងហើយពេលដែលយើងមើលហើយយើងស្រឡះចិត្តព្រោះកន្លែងហ្នឹងយើងប្រើប្រាស់សឹងថាប្រចាំថ្ងៃបើអ្នកមានគ្រួសារវិញអញ្ចឹងយល់ទុកចរិយាគ្នាក្នុងនាមជាស្ត្រីដូចគ្នាយើងមករដូវប្រចាំខែយើងមិនទោសបងជារៀងរាល់ថ្ងៃលៀងទៅវាមានបាត់ជើងតូចបាត់ជើងធំអញ្ចឹងវាមានមេរោគវាមានបាក់តេរីហើយបើយើងអត់បានអនាម័យសម្អាតស្អាតទៀតគឺវាមានក្លិនវាមានមេរោគវាទៅជារមាស់វាទៅជារលាកអញ្ចឹងមកពេទ្យមើលទៅកុំខ្មាស់អៀនអីបងប្អូនទាំងអស់គ្នានៅទីនេះចាជាក្នុងនាមជាគ្រូពេទ្យគឺពួកយើងមានសិលធម៌វិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាគ្រូពេទ្យដែលផ្ដល់នៅគេថាចំណេះជំនាញហើយផ្ដល់ជូននៅក្តីស្រឡាញ់ដែលបងប្អូនមកមានទុកកង្វល់ហើយចង់បានមនុស្សម្នាក់ដែលជាទីប្រឹក្សាជាអ្នកយល់ចិត្តអូខេបងប្អូនសូមជឿទុកចិត្តចាទៅលើគ្រូពេទ្យយើងជឿលើទុកចិត្តទៅលើការផ្ដល់ឲ្យរបស់គ្រូពេទ្យគ្រប់រូបកុំខ្មាស់អៀនអីចាសឹងសូមអញ្ជើញមកសួរសុខទុក្ខស្បូនទាំងអស់គ្នាចាអញ្ចឹងវីដេអូនេះគឺចង់ចែករំលែកទៅកាន់បងប្អូនថាពេលដែលយើងមើលមិនដឹងពេលដែលយើងមិនមើលគឺយើងមិនដឹងទេអញ្ចឹងចំណាយពេលមកមើលទុកការងារម្ដុំសិនទុកការខ្មាស់អៀនម្ដុំសិនមកគេក៏មកយើងក៏មកដែរมันមានបញ្ហាអីគួរឲ្យភ័យខ្លាចនោះទេចាអរគុណច្រើនពីខ្ញុំអ្នកគ្រូសៃពៅពី SP Clinic ដែលពួកយើងផ្ដោតទៅលើសុខភាពបន្តពូជសុខភាពទៅភេទនិងការបង្កកំណត់បែបធម្មជាតិចា